បាទជំរាបសួរលោកគ្រូអ្នកគ្រូបាទខ្ញុំសូមបង្ហាញពាក់ព័ន្ធជាមួយនឹងការបំពេញ link កិច្ចការបាទខ្ញុំសូមបង្ហាញទៅលើកិច្ចការទី10នេះមួយបាទអញ្ចឹងបន្ទាប់ពីលោកគ្រូអ្នកគ្រូទទួលបាន link ដែលខ្ញុំបានបិទ mail ជូនហើយលោកគ្រូអ្នកគ្រូនឹងឃើញ link ហ្នឹងដែលមិនទាន់បានបំពេញគឺវា load ថាគ្មានទិន្នន័យចេះតែចំពោះ link កិច្ចការទី10ខ្ញុំបានបំពេញខ្លះហើយអញ្ចឹងវា load ថាខ្វះទិន្នន័យវិញបាទអញ្ចឹងលោកគ្រូអ្នកគ្រូចុចទៅលើហ្នឹងហើយបើកមកបាទបន្ទាប់មកនៅទំព័រដើមនេះគឺលោកគ្រូអ្នកគ្រូអត់ចាំបាច់បំពេញអីទេបាទដោយសារឈ្មោះសាលាខ្ញុំបានជ្រើសរើសជូនរួចហើយបាទអញ្ចឹងលោកគ្រូអ្នកគ្រូមកមើលកន្លែងសម្គាល់នេះបាទនៅ seat ទី2កន្លែងសម្គាល់បាទកន្លែងសម្គាល់នេះលោកគ្រូអ្នកគ្រូមើលនេះទី1នេះគេប្រាប់យើងអំពីកម្មវិធីដំឡើងតាមរយៈទូរស័ព្ទដៃគឺមានតេស្តភ្នែកនិងតេស្តត្រចៀកហើយកម្មវិធីហ្នឹងគឺដំឡើងសម្រាប់ប្រភេទទូរស័ព្ទគឺមានiOS បាទ iOS ហ្នឹងជាប្រភេទទូរស័ព្ទបាទដូចជា iPhone ឬក៏ iPad អីហ្នឹងលោកគ្រូអ្នកគ្រូមួយទៀតទូរស័ព្ទប្រភេទ Android នេះគឺសម្បូរបែបបាទសម្បូរម៉ាកទូរស័ព្ទច្រើនមានតាំងពី Samsung Oppo Huawei អីហ្នឹងមានច្រើនលោកគ្រូអ្នកគ្រូបាទលើកលែងតែ iPhone ទេបាទអញ្ចឹងបើសិនជាលោកគ្រូអ្នកគ្រូជាទូរស័ព្ទ Android គឺលោកគ្រូអ្នកគ្រូចុចតែជួរក្រោមនេះហើយបើជាទូរស័ព្ទ iPhone បាទសូមជ្រើសរើសយកខាងលើនេះបាទអញ្ចឹងលោកគ្រូអ្នកគ្រូអាចដាក់ម៉ៅរបស់លោកគ្រូអ្នកគ្រូចំអក្សរហ្នឹងមកហើយលោកគ្រូអ្នកគ្រូនឹងឃើញ link មួយនេះបាទឃើញ link មួយហ្នឹងលោកគ្រូអ្នកគ្រូចុច copy link នេះមកបាទនេះចុចឲ្យកន្លែងនេះវាចេញពាក្យថា copy link អញ្ចឹងលោកគ្រូអ្នកគ្រូ copy មកអញ្ចឹងយើង copy យកទៅដាក់នៅក្នុង Telegram បាទលោកគ្រូអ្នកគ្រូមាន Telegram ផ្ទាល់ខ្លួនហ្នឹង copy ដាក់ Telegram ផ្ទាល់ខ្លួនមកបាទខ្ញុំដាក់ Telegram របស់ខ្ញុំបាទខ្ញុំ send ទៅ Telegram ខ្ញុំបាទនេះខ្ញុំបានមួយហើយគឺបានតេស្តភ្នែកហើយមួយទៀតតេស្តត្រចៀកបាទតេស្តត្រចៀកចឹងដែរលោកគ្រូអ្នកគ្រូដាក់កន្លែងត្រង់ហ្នឹងមកបាទហើយចុចកន្លែងនេះមកបាទចុចកន្លែងហ្នឹងមកហើយលោកគ្រូអ្នកគ្រូផាសវាចូលទៅកន្លែង Telegram ទៀតបាទតាមកន្លែង Telegram មកបាទរួចហើយលោកគ្រូអ្នកគ្រូទៅធ្វើការដំឡើងវានៅក្នុងទូរស័ព្ទដៃរបស់លោកគ្រូអ្នកគ្រូបាទនេះយើងបានដំឡើងកម្មវិធីអញ្ចឹងលក្ខណៈវិនិច្ឆ័យទៅលើតេស្តភ្នែកបាទនេះគឺជាលក្ខណៈវិនិច្ឆ័យvềតម្លៃលទ្ធផលហើយនឹងភាគរយអញ្ចឹងភ្នែកល្អគឺគេកំណត់ថាបានធ្វើតេស្តហ្នឹងវាលោត6នេះ6ឆ្លាស់6នេះហើយ100%បានន័យថាវាស្មើគ្នាលោកគ្រូអ្នកគ្រូបាទវាស្មើគ្នាទាំងសងខាង100%ហ្នឹងអញ្ចឹងលោកគ្រូអ្នកគ្រូមើលតាមហ្នឹងមកចូលទៅបាទនេះខ្សោយកំហើញនេះបានន័យថាវាមាន6មួយខាង6មួយខាង15អីចឹងទៅគិតជាភាគរយទៅវាបាន 45% អញ្ចឹងនេះខ្សោយបាទតិចអញ្ចឹងដែរលោកគ្រូមើលលក្ខណៈវិនិច្ឆ័យតេស្តតិចបាទលក្ខណៈវាតម្លៃនេះបាទនេះថាខ្សោយតិចគឺបន្ទុកវាលោតពីលេខ1ដល់លេខ49នេះខ្សោយតិចល្អគឺពីលេខ50ដល់លេខ70ហើយតិចល្អប្រសើរគឺមានពីបន្ទុកពី70ដល់100បាទនេះគឺជាលក្ខណៈសម្គាល់នៅពេលដែលលោកគ្រូអ្នកគ្រូធ្វើតេស្តទៅឃើញទៅលោកគ្រូអ្នកគ្រូបំពេញតាមហ្នឹងបាទបន្ទាប់មកទៀតសិតទី3នេះគឺ teacher list បាទ teacher list នេះលោកគ្រូអ្នកគ្រូអាចជ្រើសរើសប្រសិនបើគ្រូបង្រៀនគាត់បានជួយធ្វើតេស្តភ្នែកឬតេស្តត្រចៀកហ្នឹងអញ្ចឹងលោកគ្រូអ្នកគ្រូជ្រើសរើសទៅបើគាត់បានជួយតើគាត់ជួយទៅថ្នាក់ណាបាទតេស្តមកលោកគ្រូអ្នកគ្រូជ្រើសរើសដាក់មកអញ្ចឹងកន្លែងតនេះខ្ញុំសូមខ្វែងហើយសមលោកគ្រូបន្ទប់ថ្នាក់នេះគឺខ្ញុំយកគាត់ថាថ្នាក់ទី 9A គឺគាត់ទទួលធ្វើតេស្តនៅថ្នាក់ 9A គ្រូ 8A នេះគាត់ធ្វើតេស្តនៅ 8A បាទលោកគ្រូអាចជ្រើសរើសយកគ្រូបន្ទប់ថ្នាក់បាទជាគ្រូដែលគាត់ធ្វើតេស្តនៅទៅជាហ្នឹងទៅបាទអញ្ចឹងគ្រូជ្រើសរើសអញ្ចឹងទៅកន្លែងបណ្ដុះបណ្ដាលនេះបើគាត់ធ្លាប់ទទួលបានការបណ្ដុះបណ្ដាលខ្ញុំគ្រូជ្រើសរើសបណ្ដុះបណ្ដាលមកបាទបើធ្លាប់ហើយបើមិនធ្លាប់ទេលោកគ្រូដាក់ថាមិនបានបណ្ដុះបណ្ដាលអីចឹងទៅបាទដូចសាលាខ្ញុំដូចអត់មានគ្រូណាគាត់ធ្លាប់បានបណ្ដុះបណ្ដាលទេអញ្ចឹងខ្ញុំជ្រើសអត់បាទអញ្ចឹងមួយទៀតកន្លែង student list បាទ student list នេះគឺជាបន្ទុកវេតម្លៃដែលលោកគ្រូធ្វើតេស្តបានអញ្ចឹងអានេះគ្រាន់តែខ្ញុំធ្វើជាវីដេអូអញ្ចឹងខ្ញុំសូមជ្រើសរើសយកទាំងអស់ស្មើគ្នាទាំងអស់អញ្ចឹងទៅ
បាទគ្រប់ទាំងអស់ដោយសារខ្ញុំអត់ទាន់បានធ្វើតេស្តដែរអញ្ចឹងបើសិនជាពេលដែលខ្ញុំធ្វើតេស្តហើយជាក់ស្ដែងគឺខ្ញុំនឹងកែលទ្ធផលនឹងវិញបាទអញ្ចឹងជាបន្តសំខ្ញុំដាក់អញ្ចឹងសិនបាទមកដល់ឡៃភ្នែកនេះបាទឡៃភ្នែកនេះអញ្ចឹងដែរឡៃភ្នែកនេះបើសិនជាគ្រូពិនិត្យមើលទៅឃើញថាគាត់ល្អភ្នែកគាត់ល្អបាទអញ្ចឹងលោកគ្រូដាក់ថាភ្នែកល្អអញ្ចឹងមកហើយបើភ្នែកគាត់ខ្សោយគាត់ពេលដែលគ្រូពិនិត្យទៅឃើញខ្សោយសូមដាក់ខ្សោយមកអញ្ចឹងអានេះខ្ញុំសូមដាក់ល្អទាំងអស់ដោយសារខ្ញុំដាក់ពីមុខមកល្អហើយអញ្ចឹងខ្ញុំអាច copy វាដាក់ល្អទាំងអស់copy ដាក់ល្អទាំងអស់អញ្ចឹងបាទអញ្ចឹងបើភ្នែកគាត់ល្អទាំងអស់អញ្ចឹងកន្លែងវ៉ែនតានេះទទួលបានវ៉ែនតានេះគឺគាត់អត់ទទួលបានទេដោយសារភ្នែកគាត់ហ្នឹងល្អទាំងអស់ហើយតែបើពិនិត្យជាក់ស្ដែងទៅគាត់ត្រូវទទួលបានវ៉ែនតាលោកគ្រូអាចកែតម្រូវដាក់ថាគាត់ទទួលបានវ៉ែនតាវិញទៅបាទហើយចំពោះពិន្ទុនេះបាទខ្ញុំសូម copy ដាក់ទាំងអស់ដែរដើម្បីឆាប់បានចប់បាទបាទយើងធ្វើការ copy ដាក់ចឹងមកហើយជាក់ស្ដែងពេលដែលយើងចូលទៅពិនិត្យជាក់ស្ដែងទៅចាំយើងកែប្រែវិញទៀតបាទអត់មានបញ្ហាទេបាទនេះខ្ញុំគាត់ដាក់វាសិនទៅឲ្យមានពិន្ទុដើម្បីធ្វើជាវីដេអូបាទដោយសារសិស្សរបស់ខ្ញុំគឺគាត់អត់មានសិស្សណាគាត់ពាក់វ៉ែនតាទេបាទនៃភ្នែកគាត់ល្អទាំងអស់អញ្ចឹងហើយខ្ញុំសន្មត់ថាភ្នែកគាត់ល្អទៅដោយសារគាត់អត់ឃើញគាត់មានពាក់វ៉ែនតាបាទអញ្ចឹងគ្រូធ្វើការជ្រើសរើសមកបាទគឺយកចន្លោះពី70ហ្នឹងត្រឹម70ឬក៏គ្រូគិតថាភ្នែកគាត់ល្អប្រសើរ71អីក៏បានដែរបាទអត់អីទេអញ្ចឹងខ្ញុំ copy ដាក់តែម្ដងឲ្យស្មើនេះបាទដើម្បីឲ្យវាលឿនបន្តិចបាទអញ្ចឹងពេលដែលលោកគ្រូបំពេញអស់ហើយគឺកន្លែងខាងលើនេះវាលោតថាមានទិន្នន័យបាទអញ្ចឹងបន្ទាប់មកទៀតលោកគ្រូទៅបំពេញទៀតបាទលទ្ធផលជាក់ស្ដែងខ្សោយស្ដាប់ក្រោយជួបជាមួយអ្នកជំនាញតិចបាទអញ្ចឹងលទ្ធផលជាក់ស្ដែងបើសិនបើតិចគាត់ល្អប្រសើរខ្សោយស្ដាប់ទេលោកគ្រូជ្រើសរើសតាមហ្នឹងមកអញ្ចឹងខ្ញុំសូមជ្រើសរើសយកល្អទាំងអស់មកបាទកន្លែងឧបករណ៍នេះបើគាត់អត់ទទួលបានទេលោកគ្រូយកខ្វែងមកជ្រើសរើសយកខ្វែងបាទខ្វែងទាំងអស់មកហើយ copy ផាសទៅបាទនេះជាវីដេអូបង្ហាញទេតែជាក់ស្ដែងរបស់លោកគ្រូអាចដាក់តាមជាក់ស្ដែងបានមកដល់នេះសិស្សទទួលការព្យាបាលប្រសិនបើគាត់អត់មានបញ្ហាអីទេអញ្ចឹងគាត់អត់ទទួលបានការព្យាបាលអញ្ចឹងគ្រូអាចជ្រើសយកថាមិនមានបញ្ហាអីបាទរួចហើយ copy ផាសទាំងអស់ហ្នឹងមកបាទតែប៉ុណ្្នឹងទៅទិន្នន័យរបស់យើងលោតថា 100% ហើយអញ្ចឹងគ្រូអាចចូលមកមើលខាងដើមនេះបាទនេះទិន្នន័យបាន 100% ហើយបាទអញ្ចឹងខ្ញុំវីដេអូមានតែប៉ុណ្្នឹងបាទសូមជម្រាបលា